ពងធ្វើស្រែចម្ការពូពលមួយក្បាលលូនចេញមកខំដៃបរោះនោះយ៉ាងចាស់ដៃគាត់ក៏បានប្រវត្តិពូនោះចោលភ្លាមតែអ្នកណាទៅស្មានថាពីពូនោះបែរជាប៉ាត់ចូលទៅក្នុងមាត់ទៅវិញធ្វើឲ្យបរោះនោះជឿចាប់រមៀលខ្លួនលើដីពេលដែលគាត់ងើបឈរឡើងវិញក៏ស្រាប់តែមានធម្មពលអស្ចារ្យភ្ញាក់តាំងពីពេលនោះមកគាត់តែងតែស្វែងរកឱកាសជួយអ្នកដទៃរហូតដល់ថ្ងៃមួយពេលដែលគាត់មកហូបសាច់អាំងក៏បានជួបពួកអានិកជនកាន់កម្លាំងដាក់ស្រីស្អាតទីកន្លែងដាច់ស្រយាលបែបនេះមិនក៏មានស្រីស្អាតគ្នាខ្នក់បែបនេះហ្នឹងហ៊ានមកប៉ះពាល់ទៀតលេងខ្ញុំទៅគឺបែបនឹងហើយដែលអញចូលចិត្តពួកឯងជួយឲ្យតម្លៃផងឲ្យតម្លៃអស្ចារ្យអីទៀតនៅទីនេះប៉ាវ៉ៅជាអ្នកធំគឺមិនបាច់និយាយរឿងឲ្យតម្លៃស្អីទេចេញពីទីនេះស្រីតូចកុំឲ្យមុខមិនចង់បានមុខឲ្យសោះអាមុខអាក្រក់លេងខ្ញុំឯងថាស្អីគេបងប្រុសយប់នេះចង់ហូបអីដែរក្នុងខ្ញុំរៀបចំជូនជាការសុំទោសចុះឯងមានសិទ្ធអីមកនិយាយចឹងម្ចាស់ហាងហ៊ានថាអញអាក្រក់ណាស់ក៏ហោះយប់នេះទោះបងលុយយ៉ាងណាក៏ត្រូវតែសងដែរមិនសងក៏ត្រូវតែសងលេងខ្ញុំទៅជួយខ្ញុំផងស្រែកទៅស្រែកឲ្យបែកមេឃក៏គ្មានអ្នកណាហ៊ានជួយដែរលេងនាងទៅឯងជាអ្នកណាគេហោះហ៊ានមកចេះដឹករឿងរបស់ចៅហ្វាយយើងម្លេះឯងមិនទាន់ស្គាល់ឈ្មោះអញទេដឹងអញមិនខ្វល់ថាឯងជាអ្នកណាទេចង់ដឹករឿងរបស់អញគឺត្រូវតែមានតម្លៃត្រូវសងមាត់គូតែចេះប្រយ័ត្នខ្លះទៅឥឡូវអញឲ្យពេល10វិនាទីប្រញាប់លេងដៃភ្លាមនេះពិតជាចម្លែកមែនមានអ្នកមកជួយស្រីស្អាតតើអញនៅសល់ពេល5វិនាទីទៀតអញប្រហែលជាមិនស្គាល់រសជាតិនៃសេចក្តីស្លាប់ទេដឹងបានថ្ងៃនេះអញនឹងហែកមុខអញចោលប្រយ័ត្នអញឯងលេងដៃយើងភ្លាមខ្ញុំទើបតែផ្ដល់ឱកាសឲ្យឯងរួចហើយតើដៃរបស់ឯងអាចង្រៃនេះមានកម្លាំងមិនធម្មតាទេទៅសំបីតែបាវ៉ៅក៏ត្រូវគេចាប់ជាប់ដែរភ័យឈោធ្វើស្អីទៀតចូលទៅវាឲ្យងាប់ទៅបងប្រុសពួកគេមនុស្សច្រើនណាស់ប្រញាប់រត់ទៅពួកម៉ាក់ពួកគេមនុស្សច្រើនណាស់អញរត់ទៅរត់ពួកវាត្រឹមតែជាហ្វូងរួយប៉ុណ្ណោះហ៊ានណាស់ហោះទៅស្លាប់ទៅខ្ញុំក៏អាចជួយបានដែរឈរនៅខាងក្រោយខ្ញុំទៅពួកគ្មានប្រយោជន៍អើយអាចង្រៃអញចាំមើលសិនទៅពេលដល់ខ្ញុំមកដល់ចាំមើលឯងមានរឿងអីល្អមើលទៀតប៉ាន់តើអញរងចាំឯងពូកែវីណាស់មែនទេគួរឲ្យស្ដាយណាស់ដែលនៅកន្លែងនេះពូកែវីក៏ខ្ញុំហើយដែរគាត់ធៀបនឹងឲ្យតៅប៉ៅមកហើយតៅប៉ៅជាអ្នកណាគេគាត់ជាមនុស្សដែលមានអំណាចពិតប្រាកដនៅទីនេះរេងប៉ៅគ្រាន់តែជាកូនចៅក្រមអាវុធរបស់គាត់ម្នាក់ប៉ុណ្ណោះបើអញ្ចឹងលោកឯងគេខ្លួនសិនទៅបើខ្ញុំទៅបាត់ចុះឯងនឹងម្ចាស់ហាងត្រូវធ្វើម៉េចទៅខ្ញុំនៅយប់នេះឲ្យគេវាឲ្យពួកម៉ាក់ប្រញាប់មកជួយខ្ញុំផងស្អីគេនរណាហានធ្វើបាបមនុស្សអញហោះមានអាល្អិតក្មេងមិនដឹងអីម្នាក់ធ្វើជាខ្លាំងហើយថែមទាំងប្រាប់ឲ្យលោកប្រញាប់មកក្រាបសំពះសុំទោសវាទៀតផងហេអានឹងវាចង់មកហើយចាប់ខ្លួនវាមកខ្ញុំ10នាទីទៀតទៅដល់បានខ្ញុំចាំរងចាំអាល្អិតមើលទៅឯងខ្លាំងណាស់មែនទេមានខ្លាចអីទៀតទេអញពីដើមឡើយក៏មិនបានគិតទៅណាដែរស្រីតូចប្រញាប់រត់ទៅទីនេះមិនមែនជាកន្លែងដែលនាងអាចនៅបានទេគាត់បានជួយខ្ញុំហើយខ្ញុំមិនអាចរត់ចោលទេហាមិនមែនជាក្មេងធម្មតាទេទៅថែមទាំងជាបុគ្គលិករបស់ក្រុមហ៊ុនតេងឆេងទៀតមានរឿងគួរឲ្យចាប់អារម្មណ៍ហើយប្រកូលរបស់ទាំងអស់នេះឲ្យនាងវិញមកហេចាំមើលដល់ពេលតៅប៉ៅមកដល់តើឯងនៅហ៊ានកាំងទៀតអត់នោះតៅប៉ៅមកដល់ហើយtiếpឲ្យពិតជាតៅប៉ៅមែនតាគឺឯងមែនទេដែលហ៊ានធ្វើបាបមនុស្សរបស់អញហ៎គឺឯងមែនទេដែលហ៊ានធ្វើបាបមនុស្សរបស់អញមនុស្សរបស់អញរករឿងមុនដែលបង្ករឿងប្រើអំពើហិង្សាលើស្រីស្អាតហើយថែមទាំងគំរាមម្ចាស់ហាងទៀតឯងជាមេរបស់ពួកវាត្រូវតែមានការទទួលខុសត្រូវហើយទទួលខុសត្រូវក្នុងទីកន្លែងរបស់អញហ៎ឯងនៅក្មេងពេកហើយដែលហ៊ានមកនិយាយបែបនេះខ្ញុំមើលទៅឯងនឹងហើយដែលចង់ស្លាប់ចិត្តស្លាប់ទៅហើយនៅមាត់ខ្លាំងទៀតដាវប៉ៅគឺជាអ្នកមានអំណាចខ្លាំងបំផុតនៅទីនេះគ្រប់គ្នានៅទីផ្សាររាត្រីនេះសុទ្ធតែខ្លាចចាស់គាត់ទាំងអស់ឯងជាអ្នកណាហ៊ានធ្វើបាបគាត់ពិតជាតៅប៉ៅមែនមិនក៏ហ៊ានមិនខ្លាចអំណាចគាត់បែបនេះក្មេងប្រុសអើយនិយាយស្ដីឲ្យវាធំដុំពេកគឺត្រូវតែមានតម្លៃត្រូវសឹងហើយអ្វីដែលខ្ញុំមិនខ្លាចបំផុតគឺតម្លៃត្រូវសឹងនឹងឯងតើពួកយើងគួររាយការណ៍ប៉ូលីសទេពេលនេះវាពិតជាយឺតពេលហើយ
ឥឡូវទើបដឹងថាខ្លាចហើយមែនទេយឺតពេលហើយខ្ញុំខ្លាចតែឯងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយត្បត់ប៉ុណ្ណោះក្មេងប្រុសអើយការដែលអញរស់នៅទីនេះអញប្រហែលជាកំពុងលេងដេញនៅឡើយទេបើអញរស់នៅយូរម្លេះហេតុអ្វីបានជាចេះតែដើរគំរាមមនុស្សស្រីនិងមនុស្សចាស់ទៅវិញថ្ងៃនេះបើអញអាចដើរចេញពីទីផ្សាររាត្រីនេះបានទាំងរស់ខ្ញុំនឹងឲ្យអញកោតសរសើរមិនខានបើអញ្ចឹងយប់នេះគឺត្រូវតែតាមបំណងរបស់អញហើយចាប់នាងទៅលេងខ្ញុំទៅប៉ះខ្ញុំទៅឲ្យឆ្ងាយពីខ្ញុំអញខ្លាំងណាស់មែនទេឥឡូវចាំមើលថាមាត់ឯងឬក៏កណ្ដាប់ដៃរបស់អញមួយណាដែលខ្លាំងជាងអញកុំប៉ះនាងឲ្យសោះប្រយ័ត្នក្រឡាប់ចាក់ទៅឲ្យផុតទៅអញជាអ្នកណាពិតប្រាកដទៅឡើងដាក់ស្រីស្អាតយីទីកន្លែងដាច់ស្រយាលបែបនេះមិនក៏មានស្រីស្អាតគ្នាខ្នាក់បែបនេះហ្នឹងហ៊ានមកប៉ះពាល់ទៀតលេងខ្ញុំទៅគឺបែបនឹងហើយដែលអញចូលចិត្តពួកឯងជួយឲ្យតម្លៃផងឲ្យតម្លៃអស់ចាអីទៀតនៅទីនេះប៉ាវ៉ៅជាអ្នកធំគឺមិនបាច់និយាយរឿងឲ្យតម្លៃស្អីទេចេញពីទីនេះស្រីតូចកុំឲ្យមុខមិនចង់បានមុខឲ្យសោះអាមុខអាក្រក់លេងខ្ញុំឯងថាស្អីគេបងប្រុសយប់នេះចង់ហូបអីដែរក្នុងខ្ញុំរៀបចំជូនជាការសុំទោសចុះឯងមានសិទ្ធិអីមកនិយាយចឹងម្ចាស់ហាងហ៊ានថាអញអាក្រក់ណាស់ក៏ហោះយប់នេះទោះបងលុយយ៉ាងណាក៏ត្រូវតែសងដែរមិនសងក៏ត្រូវតែសងលេងខ្ញុំទៅជួយខ្ញុំផងស្រែកទៅស្រែកឲ្យបែកមេឃក៏គ្មានអ្នកណាហ៊ានជួយដែរលេងនាងទៅឯងជាអ្នកណាគេហោះហ៊ានមកចេះដឹករឿងរបស់ចៅហ្វាយយើងម្លេះអញមិនទាន់ស្គាល់ឈ្មោះអញទេដឹងអញមិនខ្វល់ថាអញជាអ្នកណាទេចង់ដឹករឿងរបស់អញគឺត្រូវតែមានតម្លៃត្រូវសងមកគូតែចេះប្រយ័ត្នខ្លះទៅឥឡូវអញឲ្យពេល10វិនាទីប្រញាប់លេងដៃភ្លាមនេះពិតជាចម្លែកមែនមានអ្នកមកជួយស្រីស្អាតតាអញនៅសល់ពេល5វិនាទីទៀតអញប្រហែលជាមិនស្គាល់រសជាតិនៃសេចក្តីស្លាប់ទេដឹងបានថ្ងៃនេះអញនឹងហែកមុខអញចោលប្រយ័ត្នអញឯងលេងដៃយើងភ្លាមខ្ញុំទើបតែផ្ដល់ឱកាសឲ្យអញរួចហើយតើដៃរបស់អញហាអាចង្រៃនេះមានកម្លាំងមិនធម្មតាទេទៅសំបីតែបាវ៉ៅក៏ត្រូវគេចាប់ជាប់ដែរភ័យឈោធ្វើស្អីទៀតចូលទៅវាឲ្យងាប់ទៅបងប្រុសពួកគេមនុស្សច្រើនណាស់ប្រញាប់រត់ទៅពួកម៉ាក់ពួកគេមនុស្សច្រើនណាស់អញរត់ទៅរត់ពួកវាត្រឹមតែជាហ្វូងរួយប៉ុណ្ណោះហ៊ានណាស់ហោះ就这ទៅស្លាប់ទៅខ្ញុំក៏អាចជួយបានដែរឈរនៅខាងក្រោយខ្ញុំទៅពួកគ្មានប្រយោជន៍អើយអាចង្រៃអញចាំមើលសិនទៅពេលដល់ខ្ញុំមកដល់ចាំមើលឯងមានរឿងអីល្អមើលទៀតបានតើអញរងចាំអញពូកែវីណាស់មែនទេគួរឲ្យស្ដាយណាស់ដែលនៅកន្លែងនេះពូកែវីក៏ខ្ញុំទៅហើយដែរគាត់ធៀបនឹងឲ្យតៅប៉ៅមកហើយតៅប៉ៅជាអ្នកណាគេគាត់ជាមនុស្សដែលមានអំណាចពិតប្រាកដនៅទីនេះរេងប៉ៅគ្រាន់តែជាកូនចៅក្រមអាវុធរបស់គាត់ម្នាក់ប៉ុណ្ណោះបើអញ្ចឹងលោកឯងគេខ្លួនសិនទៅបើខ្ញុំទៅបាត់ចុះឯងនឹងម្ចាស់ហាងត្រូវធ្វើម៉េចទៅខ្ញុំនៅយប់នេះឲ្យគេវាឲ្យពួកម៉ាក់ប្រញាប់មកជួយខ្ញុំផងស្អីគេនរណាហានធ្វើបាបមនុស្សអញហោះមានអាល្អិតក្មេងមិនដឹងអីម្នាក់ធ្វើជាខ្លាំងហើយថែមទាំងប្រាប់ឲ្យលោកប្រញាប់មកក្រាបសំពះសុំទោសវាទៀតផងហេអានឹងវាចង់មកហើយចាប់ខ្លួនវាមកខ្ញុំ10នាទីទៀតទៅដល់បានខ្ញុំចាំរងចាំអាល្អិតមើលទៅឯងខ្លាំងណាស់មែនទេមានខ្លាចអីទៀតទេអញពីដើមឡើយក៏មិនបានគិតទៅណាដែរស្រីតូចប្រញាប់រត់ទៅទីនេះមិនមែនជាកន្លែងដែលនាងអាចនៅបានទេគាត់បានជួយខ្ញុំហើយខ្ញុំមិនអាចរត់ចោលទេហាមិនមែនជាក្មេងធម្មតាទេទៅថែមទាំងជាបុគ្គលិករបស់ក្រុមហ៊ុនតេងឆេងទៀតមានរឿងគួរឲ្យចាប់អារម្មណ៍ហើយប្រកូលរបស់ទាំងអស់នេះឲ្យនាងវិញមកហេចាំមើលដល់ពេលតៅប៉ៅមកដល់តើអញនៅហ៊ានកាំងទៀតអត់នោះតៅប៉ៅមកដល់ហើយtiếpឲ្យពិតជាតៅប៉ៅមែនតាគឺឯងមែនទេដែលហ៊ានធ្វើបាបមនុស្សរបស់អញហ៎គឺឯងមែនទេដែលហ៊ានធ្វើបាបមនុស្សរបស់អញ
មនុស្សរបស់ឯងរករឿងមុនដែលបង្ករឿងប្រាវអំពើហិង្សាលើស្រីស្អាតហើយថែមទាំងគំរាមម្ចាស់ហាងទៀតឯងជាមេរបស់ពួកវាត្រូវតែមានការទទួលខុសត្រូវហើយទទួលខុសត្រូវក្នុងទីកន្លែងរបស់អញហ៎ឯងនៅក្មេងពេកហើយដែលហ៊ានមកនិយាយបែបនេះខ្ញុំមើលទៅឯងនឹងហើយដែលចង់ស្លាប់ចិត្តស្លាប់ទៅហើយនៅមាត់ខ្លាំងទៀតដាវប៉ាវគឺជាអ្នកមានអំណាចខ្លាំងបំផុតនៅទីនេះគ្រប់គ្នានៅទីផ្សាររាត្រីនេះសុទ្ធតែខ្លាចចាគាត់ទាំងអស់ឯងជាអ្នកណាហ៊ានធ្វើបាបគាត់គាត់ពិតជាតាវប៉ាវមែនមិនក៏ហ៊ានមិនខ្លាចអំណាចគាត់បែបនេះក្មេងប្រុសអើយនិយាយស្ដីឲ្យវាធំដុំពេកគឺត្រូវតែមានតម្លៃត្រូវសឹងហើយអ្វីដែលខ្ញុំមិនខ្លាចបំផុតគឺតម្លៃត្រូវសឹងនឹងឯងតើពួកយើងគួររាយការណ៍ប៉ូលីសទេពេលនេះវាពិតជាយឺតពេលហើយឥឡូវទើបដឹងថាខ្លាចហើយមែនទេយឺតពេលហើយខ្ញុំខ្លាចតែឯងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយត្បត់ប៉ុណ្ណោះក្មេងប្រុសអើយការដែលអញរស់នៅទីនេះអញប្រហែលជាកំពុងលេងដេញនៅឡើយទេបើអញរស់នៅយូរម្លេះហេតុអ្វីបានជាចេះតែដើរគំរាមមនុស្សស្រីនិងមនុស្សចាស់ទៅវិញថ្ងៃនេះបើអញអាចដើរចេញពីទីផ្សាររាត្រីនេះបានទាំងរស់ខ្ញុំនឹងឲ្យអញកោតសរសើរមិនខានបើអញ្ចឹងយប់នេះគឺត្រូវតែតាមបំណងរបស់អញហើយចាប់នាងទៅលេងខ្ញុំទៅប៉ះខ្ញុំទៅឲ្យឆ្ងាយពីខ្ញុំអញខ្លាំងណាស់មែនទេឥឡូវចាំមើលថាមាត់ឯងឬក៏កណ្ដាប់ដៃរបស់អញមួយណាដែលខ្លាំងជាងអញកុំប៉ះនាងឲ្យសោះប្រយ័ត្នក្រឡាប់ចាក់ទៅឲ្យផុតទៅអញជាអ្នកណាពិតប្រាកដទៅឯងជាអ្នកណាពិតប្រាកដទៅអញមិនសមបានដឹងទេឋានៈរបស់បុរសនេះមិនមែនជាមនុស្សធម្មតាទេលេងដៃថើកែខ្ញុំភ្លាមក៏បានត្រឹមប៉ុណ្្នឹងហ្នឹងអាល្អិតឯងពូកែវីណាស់តើអញ្ចឹងហេតុអ្វីក្នុងលោកនេះមិនមែនមានត្រឹមតែចេះវីទេទើបអាចរស់នៅបានល្អនោះចប់ហើយពួកយើងជួបក្តីវិន័យហើយគេហៅប្រធានសមាគមមកហើយប្រធានសមាគមជាអ្នកណាគេថាកែតៅអាចដើរបង្អួតអញបានគឺដោយសារតែមានប្រធានសមាគមនៅពីក្រោយខ្នងគាត់នឹងហើយការពីអាក្រក់នៅទីប្រជុំជននេះសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានសមាគមទាំងអស់គាត់គឺជាមនុស្សកាច់សាហាវដែលគ្មាននរណាហ៊ានប៉ះពាល់ឡើយលោកប្រធានខ្ញុំជាអាដាវទេទើខ្ញុំមកទីផ្សាររាត្រីនេះហើយក៏ជួបបញ្ហាបន្តិចបន្តួចមានរឿងអីមានក្មេងប្រុសម្នាក់មិនដឹងស្លាប់មិនដឹងរស់បានធ្វើបាបមនុស្សរបស់ខ្ញុំហើយថែមទាំងនិយាយថាយប់នេះត្រូវកម្ចាត់សមាគមយើងឲ្យបាត់ពីទីក្រុងនេះទៀតផងរក្សាចិត្តឲ្យស្ងប់ទៅខ្ញុំនឹងឲ្យគេទៅទីនោះឥឡូវនេះហើយអាល្អិតអញមិនមែនចូលចិត្តរឿងរ៉ាវគេពេកទេកុហកយប់នេះអញមិនត្រឹមតែកម្ចាត់អញទេថែមទាំងឲ្យឯងឃើញផ្ទាល់ភ្នែកទៀតផងថាស្រីម្នាក់នេះត្រូវវិន័យព្រោះតែឯងបើអញហ៊ានធ្វើបន្តិចទៀតខ្ញុំធានាថាអញនឹងមិនបានឃើញថ្ងៃស្អែកទៀតទេហាហាធ្វើឲ្យខ្ញុំភ័យខ្លាំងម្ល៉េះអញជាអ្នកណាគេហ៊ាននិយាយបែបនេះលោកប្រញាប់កិច្ចខ្លួនទៅឆ្លៀតទេពួកវាមិនទាន់មកដល់ប្រញាប់ក៏អញប្រហែលជាយកឈ្នះពួកវាអត់បានទេទុកចិត្តចុះគ្មានអីកើតឡើងទេសូមអភ័យទោសគឺខ្ញុំទេដែលនាំរឿងដាក់លោកមិនអីទេទោះរឿងនឹងជាបញ្ហារបស់អ្នកដទៃក៏ខ្ញុំមិនអាចធ្វើប្រងើយកន្តើយបានដែរជាពិសេសគឺក្មេងស្រីដូចជាឯងលោកពិតជាអ្នកណាគេទៅប្រញាប់ទៅមនុស្សរបស់ប្រធានសមាគមមកដល់ហើយចប់ហើយលើកនេះមកពិតប្រាកដហើយគឺឯងមែនទេដែលហ៊ានមនុស្សរបស់សមាគមយើងពួកមនុស្សគេច្រើនណាស់ធ្វើម៉េចទៅអញមិនមែនខ្លាំងណាស់មែនទេអញមិនមែនខ្លាំងណាស់មែនទេអញចង់ដឹងណាស់ថាយប់នេះអញអាចបង្ករឿងអស្ចារ្យអ្វីបានទៀតសូមអភ័យទោសគឺខ្ញុំទេដែលនាំរឿងដាក់បងមិនអីទេស្អីគេឥឡូវកុំទាន់ភ្លឹបភ្នែកឲ្យសោះចូលទៅឲ្យយប់នេះជាមនុស្សមែនឬមនុស្សជាច្រើនអ្នកសុទ្ធតែមិនអាចចូលទៅជិតខ្លួនគាត់បានសោះមិនអាចទេរឿងនេះពិតជាមិនអាចទៅរួចទេឯងកុំចូលមកមិញនេះមិនមែនទៅតែសួរខ្ញុំទេឬថាអាចបង្ករឿងរ៉ាវអ្វីបានខ្លះនោះនេះហើយជាអ្វីដែលខ្ញុំអាចធ្វើបានមកសង្គ្រោះខ្ញុំផងនរណាហ៊ានមកបង្ករឿងលើទឹកដីរបស់ខ្ញុំហើយធ្វើបាបមនុស្សខ្ញុំទៀត
មកដល់ហើយគឺអាល្អិតនឹងហើយដែលបានវីពួកយើងហើយថែមទាំងហ៊ានបណ្ដេញពួកយើងចេញពីទឹកដីនេះទៀតផងក្មេងប្រុសឲ្យមកមិនធម្មតាទេទៅហ៊ានមកបង្ករឿងទីនេះដឹងពីផលវិបាកហើយឬនៅខ្ញុំដឹងត្រឹមតែថាពួកមនុស្សរបស់លោកដែលធ្វើបាបស្រីនឹងវីដំថៅកែហាងតែប៉ុណ្ណោះអញ្ចឹងមានន័យថាឯងត្រូវចេញមុខជំនួសពួកវាអីចឹងហ៎មិនមែនចេញមុខជំនួសទេគ្រាន់តែមើលមិនសុខចិត្តនឹងទង្វើរបស់លោកដែលចូលចិត្តគំរាមអ្នកទុនខ្សោយប៉ុណ្ណោះអាល្អិតហ៊ាននិយាយចឹងដាក់អស់ជីវិតហើយខ្ញុំឲ្យឱកាសឯងម្ដងទៀតជូនក្បាលដល់ក្មេងនោះ3 ដងមករួចសងសំណង3 លានទៀតយប់នេះខ້ອຍដូចជាគ្មានរឿងអ្វីកើតឡើងអីចឹងពួកអ្នកឯងនឹងហើយជាអ្នកចាប់ផ្ដើមរកអំពើទុច្ចរិតមុនហេតុអ្វីក៏គ្មានហេតុផលបែបនេះនាងក្មេងទីនេះមិនមែនជាកន្លែងដែលនាងគួរនិយាយស្ដីឡើយគាត់មានសិទ្ធិនិយាយអត់មិនមែនជាការសម្រេចចិត្តរបស់លោកទេអាល្អិតខ្ញុំពេលចេញមុខមកហើយគឺយប់នេះដឹងតែចប់អស់ហើយលីថាឯងខ្លាំងណាស់មែនទេលីថាឯងខ្លាំងណាស់មែនទេឯងមានសមត្ថភាពគ្រប់គ្រាន់មានន័យបន្តិចហើយគួរឲ្យស្ដាយដែលឯងគ្មានប្រយោជន៍សោះអាល្អិតខ្ញុំបដូរចិត្តហើយមានន័យថាម៉េចយប់នេះបើមិនលុតជង្គង់ចុះទេគឺខ្ញុំនឹងបំផ្លាញតូបនេះចោលរួចចាប់យកពួកឯងទាំងពីរនាក់ទៅជាមួយគ្នាយីហើយមែនទេលុតជង្គង់ចុះកុំព្យាយាមអួតអាងអីទោះឯងខ្លាំងប៉ុណ្ណាក៏មិនអាចការពារមនុស្សទាំងអស់បានដែរអ្វីដែលខ្ញុំស្អប់បំផុតគឺការយកមនុស្សគ្មានកំហុសមកគំរាមកំហែងចុះបើធ្វើបែបហ្នឹងតែធ្វើម៉េចហ៊ានយកមុខមកបង្ករឿងនៅចំពោះមុខខ្ញុំទៀតមិញនេះបង្ខំឲ្យខ្ញុំលុតជង្គង់មែនទេឥឡូវឲ្យគេលុតជង្គង់ជំនួសខ្ញុំវិញទៅវាបំផ្លាញវាចោលទៅប្រញាប់កំចាត់វាទៅអាហ្វូវាបាក់ជើងវាឲ្យខូចខាតទៅប្រយ័ត្នអូយអាហ្វូក៏ត្រូវគេចាប់បានដែរបុរសម្នាក់នេះគាត់ជាអ្នកណាគេទៅបានជាខ្លាំងម្ល៉េះដល់វេនអញហើយមែនទេអាល្អិតឯងពូកែវាណាស់មែនទេអញ្ចឹងយប់នេះខ្ញុំនឹងឲ្យឯងបានឃើញឈាមផ្ទាល់ភ្នែកប្រយ័ត្នគាត់មានកាំបិតកុំអីកុំអីកុំចូលមកចូលនៅខាងក្រោយខ្ញុំទៅអញហ៊ានធ្វើបាបខ្ញុំមែនទេអញគួរតែមានសំណាងហើយដែលដាវមិញនេះមិនបានប៉ះពាល់ដល់នាងពួកឯងឈរមើលស្អីទៀតប្រញាប់ទៅជួយមកពួកយើងពួកមនុស្សកាន់តែច្រើនឡើងហើយបើអញ្ចឹងឲ្យពួកគេមកកាន់តែច្រើនឡើងមកមានន័យមិនហ្នឹងទីផ្សាររាត្រីប្រញាប់មកទីនេះឲ្យអស់មកហាហាហ៊ានហៅអ្នកណាមកទៀតហើយមិនក៏ជាគាត់ទៅវិញលោកគាត់ជាអ្នកណាគេលោកប្រុសហើខ្ញុំមកយឺតហើយ